បើសិនជាយើងមិនការពារប្រទេសយើងទេនោះអនាគតយើងនឹងខ្លាចទៅជាជនរងគ្រោះថ្ងៃនេះយើងខ្លាចថ្ងៃស្អែកគឺវេទនាហើយបងប្អូនយុវជនលីចាន់ដារាវុធគឺជាយុវជនដ៏លេចធ្លោមួយរូបក្នុងចំណោមសកម្មជនចលនាមេដាធម្មជាតិទាំង5រូបដែលមានឆន្ទៈមោះមុតក្លាហានក្នុងការការពារបរិស្ថានដើម្បីបុព្វហេតុជាតិមុនជាប់ពន្ធនាគារយុវជនរូបនេះបានថ្លែងទាំងឈឺចាប់ថាការតស៊ូបើទោះបីជាត្រូវជាប់ពន្ធនាគារក៏ដោយក៏ប្រវត្តិសាស្ត្រនឹងចងចាំនោះល្អដែរដារាវុធមានអាយុ26ឆ្នាំជាកូនតូចនៅក្នុងគ្រួសារដែលមានម្ដាយជាអាជីវកររស់នៅក្នុងរាជធានីភ្នំពេញដារាវុធបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីឆ្នាំ2022មុនចូលរួមជាមួយចលនាមេដាធម្មជាតិយុវជនរូបនេះធ្លាប់ធ្វើការនៅអង្គការ Confrel រយៈពេល72ឆ្នាំហើយបានលាឈប់ពីអង្គការឃ្លាំមើលការបោះឆ្នោតមួយនេះដើម្បីចូលរួមសកម្មភាពពេញលេញជាមួយអង្គការចលនាមេដាធម្មជាតិនៅឆ្នាំ2020ពលគឺក្រោយពេលដែលអាជ្ញាធរចាប់ខ្លួនសកម្មជនមេដាធម្មជាតិចំនួន3នាក់ក្នុងនោះរួមមានលោកថនរដ្ឋាកញ្ញាឡុងគុន្ធានិងកញ្ញាភួនកែវរស្មីដោយចោទប្រកាន់ពួកគេពីបទញុះញង់ក្នុងបេសកកម្មការពារបរិស្ថានយុវជនលីចាន់ដារាវុធបានចេញមុខថតវីដេអូឃ្លីបជាលើកដំបូងដែលនិយាយអំពីការរំលោភយកដីឆ្នេរសមុទ្រខុសច្បាប់ពីសំណាក់អ្នកមានលុយមានអំណាចនៅខេត្តព្រះសីហនុដើម្បីសាងសង់អគារបនលបែងកាស៊ីណូក្រោយមកយុវជនរូបនេះបន្តចូលរួមកាន់តែសកម្មក្នុងការទាមទារឲ្យរដ្ឋាភិបាលគិតគូរពីបញ្ហាបរិស្ថានជាពិសេសការបង្ហូរទឹកស្អុយដែលមានសារធាតុគីមីចូលប្រភពទឹកនិងស្នើឲ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាតំបន់អូសៀនជាតិសមុទ្រជាដើមកាលពីឆ្នាំ2021នៅពេលដែលសកម្មជនមេដាធម្មជាតិទាំង3នាក់កំពុងជាប់ពន្ធនាគារនោះអាជ្ញាធរក៏បានចាប់ខ្លួនសកម្មជនចលនាមេដាធម្មជាតិ3នាក់បន្ថែមទៀតក្នុងនោះក៏រួមទាំងដារាវុធម្នាក់ផងដែរតុលាការសម្រេចចោទប្រកាន់យុវជនរូបនេះពីបទរួមគំនិតក្បត់ខណៈលោកយីមលឹងហ៊ីនិងអ្នកនាងសុនរដ្ឋារងការចោទប្រកាន់ចំនួន2បទចោទគឺបទរួមគំនិតក្បត់និងប្រមាថអង្គព្រះមហាក្សត្របើទោះបីជាយុវជនលីចាន់ដារាវុធបានដឹងខ្លួនរួចជាស្រេចថាលោកនឹងត្រូវជាប់ពន្ធនាគារម្ដងទៀតនៅថ្ងៃមួយណាក្តីក៏លោកមិនរុញរានិងបោះបង់ចោលការតស៊ូមតិដើម្បីបុព្វហេតុសិទ្ធិមនុស្សនិងយុត្តិធម៌សង្គមនោះឡើយដារាវុធលើកទឹកចិត្តឲ្យយុវជននិងពលរដ្ឋខ្មែរបន្តធ្វើការងារដើម្បីសង្គមជាតិពោលគឺលោកបានផ្ដាំផ្ញើថាប្រសិនបើថ្ងៃនេះយើងខ្លាចថ្ងៃក្រោយនោះយើងនឹងវេទនាពួកយើងនៅទីនេះពេលដែលគេបំផ្លាញប្រទេសយើងហើយទៅទីសជាតិនៅប្រទេសក្រៅគឺមានលុយរាប់លានពេលចង់ទៅរស់នៅក្រៅបានពេលដល់ប្រទេសយើងពេលរត់ទៅមកហើយមានតែពួកយើងទេដែលរស់នៅក្នុងប្រទេសនេះមានតែពួកយើងទេដែលរស់